ដល់ពេលបងប្អូនលោកមជ្ឈបាយដឹកជញ្ជូនឬដែលលោកអ្នកស្គាល់ថាពន្ធផ្លូវទៀតហើយណាបងតាមទូរស័ព្ទងាយស្រួលហើយរហ័សទៀតជាមួយនឹង ABA Mobile លោកអ្នកអាចបងប្អូនលោកមជ្ឈបាយដឹកជញ្ជូនប្រចាំឆ្នាំតាម Digital ដោយមិនចាំបាច់ត្រូវខាតពេលចេញទៅក្រៅទៀតនោះទេហើយតាមតែពិសេសទៀតនោះលោកអ្នកនឹងទទួលបានលទ្ធប័ណ្ណឬក៏ sticker បងប្អូនដែលនឹងដឹកជូនអ្នកដល់ទីកន្លែងងាយស្រួលសុវត្ថិភាពហើយចំណេញពេលវេលាទៀតតោះមកមើលពីរបៀបបងប្អូនលោកមជ្ឈបាយដឹកជញ្ជូនតាម ABA Mobile ទាំងអស់គ្នាចូលទៅ ABA Mobile របស់លោកអ្នកចុចលើប៊ូតុងទូទាត់រួចចុចយកសេវាស្ថាប័នរដ្ឋាភិបាលជ្រើសរើសពន្ធលើមធ្យោបាយដឹកជញ្ជូននោះកម្មវិធី GDT Taxpayer App នឹងលោតមកដោយស្វ័យប្រវត្តិឬចូលទៅ download GDT Taxpayer App នៅលើ Play Store ឬក៏ App Store សម្រាប់អ្នកដែលមិនទាន់មានពេលយើង download GDT Taxpayer App រួចហើយអញ្ចឹងយើងបង្កើតគណនីថ្មីទាំងអស់គ្នាពេលចូលមកដល់កម្មវិធី Taxpayer App ចុចបង្កើតគណនីថ្មីសម្រាប់អ្នកមិនទាន់មានគណនីរួចបំពេញព័ត៌មានខ្លះៗពីលោកអ្នកសម្រាប់អ្នកមានគណនីរួចគ្រាន់តែវាអ៊ីមែលនិងពាក្យសម្ងាត់រួចចុចចូលប្រើប្រាស់កម្មវិធីជ្រើសរើសបងប្អូនលើមធ្យោបាយដឹកជញ្ជូនចុចបន្ថែមយានយន្តថ្មីដើម្បីបន្ថែមយានជំនិះរួចបំពេញលេខទៅលើលទ្ធប័ណ្ណឆ្នាំចាស់ដែលលោកអ្នកធ្លាប់បានបង់ពីឆ្នាំមុនឬក៏ប្រើបានសម្គាល់ការបង់ពន្ធយានជំនិះរបស់លោកអ្នកអាចបំពេញលេខឬក៏ scan barcode តែម្ដងក៏បានចុចបន្ទាប់បងប្អូននឹងទទួលបានព័ត៌មានយានយន្តរបស់បងប្អូនអញ្ចឹងសូមផ្ទៀងផ្ទាត់ម្ដងទៀតបើសិនជាព័ត៌មានត្រឹមត្រូវអស់ហើយសូមចុចបន្ទាប់ជ្រើសរើសលេខទូរស័ព្ទដើម្បីទទួលបានលេខកូដសម្ងាត់6ខ្ទង់រួចចុចបន្ទាប់បំពេញលេខកូដ6ខ្ទង់ដែលទទួលបានពីសារ SMS ហើយចុចផ្ទៀងផ្ទាត់នោះអ្នកនឹងចុះឈ្មោះយានយន្តរបស់លោកអ្នករួចរាល់បន្ទាប់មកសូមចុចលើយានយន្តដែលបងប្អូនចង់បង់ពន្ធរួចចុចដាក់ចូលកន្ត្រកទៀងផ្ទាត់ទឹកប្រាក់ដែលលោកអ្នកត្រូវបង់រួចចុចប៊ូតុងបង់ប្រាក់ពន្ធកន្លែងនេះជាកន្លែងបំពេញអាសយដ្ឋានដើម្បីទទួលបានលទ្ធប័ណ្ណរបស់អ្នកបងប្អូនអាចជ្រើសរើសអាសយដ្ឋានដោយកំណត់ទីតាំងនៅលើផែនទីដើម្បីឲ្យក្រុមការងារដឹកជញ្ជូនដល់ទីតាំងបងប្អូនផ្ទាល់តែម្ដងតែបើអាសយដ្ឋានបងប្អូនស្ថិតនៅតំបន់ដែលមិនអាចដឹកជញ្ជូនបានបងប្អូនត្រូវទៅទទួលលទ្ធប័ណ្ណដោយផ្ទាល់នៅតាមសាខាពន្ធដារខេត្តក្រុងរបស់បងប្អូនបន្ទាប់មកបំពេញលេខទូរស័ព្ទដើម្បីគេតាក់ទងរួចចុចរក្សាទុកកន្លែងបង់ប្រាក់សូមជ្រើសរើសយក ABA Pay ចុចបន្ទាប់ចុចបើកនោះអ្នកនឹងចូលទៅកាន់ ABA Mobile រើសយកគណនីដែលអ្នកចង់បង់ចុចបង់ឥឡូវជាការស្រេចមាន ABA Mobile អាចបង់ពន្ធបានច្រើនប្រភេទគ្រប់ទីកន្លែងគ្រប់ពេលវេលាបើអត់មាន ABA ទេលោកអ្នកអាចបើកគណនីរហ័សដោយខ្លួនឯងតាមទូរស័ព្ទដៃដោយគ្រាន់តែ download ABA Mobile ជ្រើសរើសភាសាខ្មែរចុចបើកគណនីរហ័សរួចធ្វើតាមការណែនាំងាយៗនោះលោកអ្នកនឹងមានគណនី ABA ប្រាប់បានភ្លាមៗតែម្ដង